រូបរាងល្អអីក៏ល្អយ៉ាងនេះឡើងមូលថ្លុញហើយបពណ៌សម្បុរវិញគឺថាមិនបាច់និយាយទេល្អអីក៏ល្អយ៉ាងនេះល្អមកចាប់តែម្ដងថ្ងៃនេះមានមន់មួយបងប្អូនហើយថិតឡើងទៅលួចឆៃខ្លាញ់ឡើងពេញពោះហើយដល់ពេលថិតល្អអញ្ចឹងខ្ញុំគិតអត់ចេញទេបងប្អូនមិនដឹងថាត្រូវស្ងោរឬក៏ដុតទេបើដុតស្ដាយស្ងោរបើស្ងោរស្ដាយដុតហើយបើស្ងោរវិញមិនបាច់ទេខ្លាញ់នឹងប្រងចេះដឹងអាជាតិហ្មងប៉ុន្តែសាររដងស្ងោរហើយចឹងថ្ងៃនេះក៏សម្រេចចិត្តថាដុតតែម្ដងទៅហើយលាងទឹកលាងអីស្អាតក៏ចាប់ផ្ដើមប្រឡាក់ជាមួយនឹងរ៉ូឌីតិចតិចទៅជាមួយប្រេងខ្យងអីតិចទៅដើម្បីឲ្យវាមានជាតិនឹងសាច់របស់យើងណាហើយបងប្អូនមើលទៅគ្រាន់តែឃើញកោះហ្នឹងក៏ដឹងដែរបើសិនណាបានបបរគ្រឿងឬក៏ស្ងោរជ្រក់អីអូយគ្រាន់តែឃើញទឹកស្ងោរក៏ដឹងអាតំណងប៉ុណ្ណាដែរប៉ុន្តែដុតក៏មិនចាញ់ស្ងោរដែរបងប្អូនជាតិដូចគ្នាឲ្យតែមន់ល្អឲ្យតែរើសបានមន់ថិតដឹងអាឆ្ងាញ់ដូចតែគ្នានឹងមិនថាដុតមិនថាស្ងោរទេតែបើថិតប៉ះមន់កសិកម្មក៏អត់ឆ្ងាញ់ដែរបងប្អូនខ្សោះអត់ជាតិទេតែនេះមន់ស្រែបងប្អូនមន់ស្រែយើងចំមិនមែនលក្ខណៈពូជមន់ស្រែតែចិញ្ចឹមបែបកសិកម្មណាអានេះមន់ស្រែអ្នកភូមិចិញ្ចឹមតាមផ្ទះតាមអីចឹងហើយយើងធ្វើម្ហូបទៅដឹងតែជាតិឆ្ងាញ់ហ្មងហើយរងថ្ងៃនេះបើសិនអត់មានមន់ស្រែក៏ខ្ញុំអត់ដែរទិញមន់កសិកម្មហូបដែរបងប្អូនទិញដែរយូរម្ដងដោយសារតាតច្រំមិនដឹងថាគិតធ្វើម្ហូបអីចឹងចេះទិញមកទៅប្រឡាក់អាំងអីចឹងតែបើថាធ្វើឆាធ្វើស្ងោរអីគឺខ្ញុំអត់ហូបអត់ឆ្ងាញ់ដូចមន់ស្រែយើងទេបងប្អូនបើថាប្រឡាក់អាំងអីអាហ្នឹងគ្រាន់បន្តិចហើយសម្រាប់គ្រឿងក្នុងមន់វិញគឺខ្ញុំញាត់ចូលក្នុងពោះខ្លាច់លោដាក់ក្នុងឆ្នាំងទៅវាខ្លោចអស់ហើយឥឡូវហ្នឹងខ្ញុំចាប់ដើមរៀបគល់លក្រេរៀបអីដាក់ក្នុងឆ្នាំងហើយដាក់មន់យើងចូលតែម្ដងបន្ទាប់មកលាងបន្លែលាងអីឲ្យស្អាតហើយបន្លែថ្ងៃនេះគឺមានបន្លែឆ្អិននិងបន្លែឆៅហើយបន្លែរបស់ខ្ញុំថ្ងៃនេះមានច្រើនមុខដែរមានស្ពៃក្តោបការ៉ុតមានសាឡាត់អីចឹងមានជាមួយតសក់មានជាមួយនឹងប៉េងប៉ោះដលងបារាំងអីចឹងបងប្អូនគឺបន្លែទិញមកពីផ្សារទាំងអស់ថ្ងៃនេះអត់មានបន្លែធម្មជាតិអីទេសិតតែបន្លែទិញមកពីផ្សារប៉ុន្តែស្រស់ល្អមែនទែនលាងទឹកឲ្យស្អាត 4-5 ទឹកទៅដាក់ស្រស់វាឲ្យស្រស់ទឹកល្អប៉ុន្តែមុននឹងខ្ញុំយកមកស្រស់ហ្នឹងគឺយើងត្រាំទឹកអំបិលអីឲ្យរៀងយូរតិចរួចហើយដាក់លាងទឹកស្អាតហ្នឹង2-3ទឹកទៀតការពិតទៅដុតមាន់ហ្នឹងយើងប្រើជាមួយនឹងតយងជេជាមួយនឹងតកួនអីក៏ឆ្ងាញ់ដូចគ្នាដែរបងប្អូនធ្វើទឹកអំបិលម្រេចអីហ្នឹងក៏ឆ្ងាញ់ដែរហើយបន្លែខ្ញុំថ្ងៃនេះការ៉ុតដលងបារាំងស្ពៃក្តោបអីហ្នឹងគឺខ្ញុំដាក់ដុតជាមួយមាន់តែម្ដងហើយវាចូលជាតិជាមួយមាន់របស់យើងទៅគឺថាមានរសជាតិផ្អែមឆ្ងាញ់ហើយឡើងកមួតបងប្អូនការ៉ុតហើយនឹងដលងបារាំងយើងឡើងកមួតហើយស្ពៃក្តោបយើងក៏ផ្អែមឆ្ងាញ់ដែរជ្រលក់ជាមួយទឹកត្រីទៅគឺថាចូលជាតិគ្នាមែនទែនហើយការ៉ុតឡើងឈ្ងុយបងប្អូនហើយបើមានខ្ទឹមបារាំងដាក់ទៀតក៏កាន់តែឆ្ងាញ់ដែរកាន់តែផ្អែមឥឡូវនេះយើងចាប់ផ្ដើមរៀបបន្លែចូលទៅក្នុងមាន់របស់យើងហើយបានខ្ញុំដាក់លើចក្រានហើយនៅពេលដែលដាក់លើចក្រានហ្នឹងគឺខ្ញុំដាក់ឲ្យវាស្រស់ទឹកឲ្យអស់ហើយបានខ្ញុំចាក់ខ្លាញ់យើងចូលហើយឥឡូវនេះរៀបបន្លែរៀបអីហើយចាប់ផ្ដើមដាក់លើចក្រានឲ្យវាស្រស់ទឹកដាច់ទឹកមាន់ហ្នឹងបងប្អូនបន្ទាប់មកគឺចាក់ខ្លាញ់យើងចូលតែម្ដងគ្រាន់តែចាក់ខ្លាញ់ចូលឡើងឈ្ងុយបាត់ហើយមាន់ដុតខ្ញុំនេះគឺខ្ញុំប្រើភ្លើងតិចទេបងប្អូនបើកភ្លើងតិចដើម្បីឲ្យមាន់របស់យើងឆ្អិនសព្វល្អដល់ក្នុងហើយបន្លែរបស់យើងក៏ឆ្អិនដែរបើយើងបើកភ្លើងខ្លាំងពេកវាឆ្អិនតែក្រៅប៉ុន្តែទុកប៉ុណ្ណឹងហើយហ្នឹងភ្លេចខ្លួននៅចប់ខ្លោចទៀតបងប្អូនប៉ុន្តែអត់បញ្ហាប៉ុណ្ណឹងគឺមកល្មមឆ្ងាញ់អត់ល្វីងទេខ្លោចស្បែកលើតិចទេបងប្អូនហើយនិយាយថាពីក្លិនវិញឈ្ងុយហើយបន្លែយើងវិញនឹងផ្អែមហើយថ្ងៃនេះខ្ញុំប្រើជាមួយនឹងទឹកត្រីផ្អែមអត់បានធ្វើទឹកត្រីកោះកុងទេពីដំបូងថាធ្វើទឹកត្រី2មុខតែដល់ពេលមើលទៅអ៊ុយរៀងថ្ងៃពេកដោយសារតាវល់ផងអីផងអញ្ចឹងហើយក៏បានធ្វើទឹកត្រីតែមួយមុខទៅហើយទឹកត្រីផ្អែមវិញគឺខ្ញុំធ្វើតាមបែបងាយស្រួលទេបងប្អូនគឺបានកូរស្ករកូរអីទេតែរាល់ដងធ្វើកូរស្ករអីចឹងទៅប៉ុន្តែថ្ងៃនេះធ្វើបែបងាយស្រួលហើយមានដាក់ជាមួយការ៉ុតអីចិតជាតសៃហើយនឹងហាន់ខ្ទឹមក្រហមអីដាក់អញ្ចឹងបងប្អូនដើម្បីឲ្យវាឈ្ងុយល្អហើយយើងហាន់ម្ទេសស្ដើងដាក់ទៅឲ្យទឹកត្រីផ្អែមរបស់យើងមានពណ៌កាន់តែស្រស់ស្អាតហើយឥឡូវនិយាយចុះនិយាយឡើងមាន់ដុតរបស់ខ្ញុំឆ្អិនល្មមបងប្អូនមើលរូបសម្រស់គេផងមើលទៅតំណងអត់បងប្អូនហើយបន្លែវិញបាច់ចាំនិយាយទេបងប្អូនហើយហូបតែបន្លែជាមួយទឹកត្រីផ្អែមហ្នឹងក៏ឆ្ងាញ់ដែរមិនបាច់ចាំដាក់សាច់មាន់ក៏ឆ្ងាញ់ដែរបងប្អូនប៉ុន្តែដល់ពេលអស់មាន់មុនគេហើយនេះការ៉ុតទៅឆ្អិនដែរបងប្អូនដលងបារាំងវិញឡើងក៏មួតហើយឈ្ងុយមែនទែន
vậy thà bị chiết nó chiết bóng bầu này hay miền cho mùi đằng chi có hom salad bánh po miền cho mùi nằng tỏ sọ ấy chân tư ôi chán nhập bóng bầu này hay bây cái đau cứ tục chào mà đông tư hay so mán chẳng đã nóng năng ở vị chân cho mùi món vậy thà bị em chiết men tên ôi đài nhập bóng bầu này vào miền thực tây có con một tia đó cam tại em mòn bàn tayទឹកត្រីផ្អែមក៏ឆ្ងាញ់ត្រូវគ្នាដែរបងប្អូនបន្លែអស់នេះគឺថាត្រូវគ្នាជាមួយទឹកត្រីផ្អែមមែនទែនឆ្ងាញ់ណាបងប្អូនហើយមាន់របស់យើងគឺថាឈ្ងុយល្អហើយរូបរាងនិយាយថាពីតំណងឃើញក៏ស្រក់ទឹកមាត់ដែរបងប្អូនហើយក្លៀនទៀតហើយគ្រាន់តែឃើញរូបរាងមាន់ដុតនេះឆ្ងាញ់មែនទែនបងប្អូនតំណងហើយវិធីធ្វើងាយស្រួលទៀតអត់មានពិបាកអីទេសំខាន់បន្លែឲ្យរៀងច្រើនមកបន្តិចមកបងប្អូនហើយមាន់របស់យើងនឹងយើងប្រឡាក់គ្រឿងប្រឡាក់អីតិចទៅឲ្យវាមានជាតិក្នុងនឹងហើយទឹកត្រីផ្អែមរបស់យើងនឹងយើងលាយគ្រឿងមកល្មមកុំឲ្យដិតពេកក៏អត់ឆ្ងាញ់ដែរដោយសារមាន់របស់យើងនឹងប្រឡាក់គ្រឿងខ្លះហើយអញ្ចឹងទឹកត្រីផ្អែមរបស់ខ្ញុំគឺធ្វើរៀងស្រាលបន្តិចរសជាតិណាបងប្អូនហើយយើងហាន់ម្ទេសហាន់ខ្ទឹមច្រាំខ្ទឹមសមានខ្ទឹមក្រហមអីដាក់ចឹងទៅឲ្យវាកាន់តែឈ្ងុយទឹកត្រីរបស់យើងកាន់តែឈ្ងុយតបតែជាមួយបន្លែក៏ឆ្ងាញ់ដែរហើយទឹកត្រីផ្អែមខ្ញុំនេះញ៉ាំជាមួយនឹងនំគ្រក់បាញ់ឆាវកាទៀវឆាឬមួយកណ្ណែមអីក៏ត្រូវគ្នាដែរបងប្អូនព្រោះរសជាតិស្រាលមកល្មមឆ្ងាញ់ហើយនេះបងប្អូនមកកច្រែងបឹបហ្នឹងញ៉ាំតែប្រហែលអ្នកទេគឺថាអស់ទាំងបន្លែអស់ទាំងមាន់និងអស់ទាំងសាច់នឹងតែម្ដងបងប្អូនតនេកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នារសជាតិឈ្ងុយឆ្ងាញ់ហើយអត់តលន់ទេឥឡូវហែកមើលបងប្អូនអើយក្តៅដល់ហើយបងប្អូនមកកផ្លូវនេះគឺថាជាតិតែម្ដងណាហើយខ្លាញ់គេវិញឡើងលឿងល្អោកមើលទៅតំណងមែនទែនបងប្អូនហើយក្លិនវិញឡើងឈ្ងុយហើយគ្រឿងក្នុងយើងដាក់ក្នុងហ្នឹងគឺអត់ខ្លោចទេបើយើងដាក់អង្ក្រៅជាមួយបន្លែគឺខ្លោចអស់